សូមជូនរឿងខ្លាស្វានិងសុភាទន្សាយកាលពីព្រេងនាយមានសត្វខ្លាមួយក្បាលវាដើរដាច់សង្វែងឃ្លានអាហារជាខ្លាំងវាខំដើររកចាប់សត្វតូចធំមិនបានដើររហូតតល់តែអស់កម្លាំងលុះទៅដល់មាត់ត្រពាំងមួយខ្លាក៏ប្រទះនឹងសត្វឥន្ទ្រីមួយក្បាលកំពុងតែយំឮសូរអអូអូទុំលឿដើមឈើខ្លាឃើញហើយក៏គិតថាធ្វើម្ដេចនឹងចាប់អានេះបានបើវានៅខ្ពស់ម្លឹងពេលនោះមានត្រីមួយផក់លោតឡើងឥន្ទ្រីក៏ស្ទុះទៅចាប់បានត្រីនោះយកមកធ្វើជាចំណីភ្លាមខ្លាឃើញដូច្នោះក៏គិតថាយេអាឥន្ទ្រីនេះវាអង្គុយតែស្ងៀមសោះចាប់ត្រីបានមិនលឿយហត់ដូចអញបើដូច្នេះអញគិតធ្វើតម្រាប់តាមសត្វឥន្ទ្រីនេះវិញស្រួលជាងខ្លាក៏ដើរស្វែងរកបឹងដែលមានត្រីច្រើនលុះទៅដល់បឹងមួយស្ងាត់មានដើមឈើធំដុះជ្រងច្រាងតែមុនពេលខ្លាទៅដល់មានបុរសម្នាក់បានទៅចងសន្ទូចនៅទីនោះរួចទៅហើយគាត់បានឡានទៅសំងុំនៅលើដើមឈើធំមួយដើម្បីមើលសន្ទូចរបស់គាត់រីឯខ្លាក៏ឡើងទៅអង្គុយជ្រហោមលើចុងឈើហើយធ្វើសំឡេងត្រាប់តាមសត្វឥន្ទ្រីថាអូបុរសឃើញហើយក៏ឆ្ងល់ថាតើអាខ្លានោះវាគិតធ្វើអ្វីយូរបន្តិចក៏មានត្រីមួយលោតឡើងខ្លាស្ទុះលោតប្រងទៅក្នុងទឹករួចផក់ឡើងវិញឆ្លក់ទឹកលឺសូរខកបុរសនោះឃើញហើយសាយកអឹករួចស្រែកថាស្លាប់ទៅអាខ្មោចធ្វើអ្វីដូច្នោះខ្លាមានការអៀនខ្មាក់បុរសនោះណាស់ក៏គំរាមបុរសនោះថាយើបុរសនេះឃើញអញបរាជ័យបើគាត់ទៅប្រាប់គេអញមុខជាខូចឈ្មោះហើយចុះមកនេះបើមិនសន្យាជាមួយអញថាបិទមាត់ទេអញនឹងស៊ីឯងខ្លាបង្ខំឲ្យបុរសសន្យាថាមិននីអ៊ីប្រាប់នរណាហើយសន្យារកសัตว์យកមកឲ្យបុរសនោះរាល់ថ្ងៃជាធ្នូនឹងការបិទមាត់បុរសនោះក៏យល់ព្រមចាប់ពីថ្ងៃនោះមកខ្លាក៏ខំសัตว์យកមកឲ្យបុរសនោះជាប្រក្រតីមិនដែលខានបុរសបានសัตว์ច្រើនពេកនាងភរិយាក៏ឆ្ងល់ជាខ្លាំងហើយក៏សួរថាអ្នកឯងធ្វើដូចម្ដេចក៏បានសัตว์រាល់ថ្ងៃម្ល៉េះប្រាប់អូនឲ្យត្រង់ទៅមើលបុរសនោះក៏ភ្លេចពាក្យសន្យាជាមួយខ្លាថាមិននិយាយប្រាប់នរណាហើយប្រាប់ប្រពន្ធតាមរឿងហេតុពីដើមដល់ចប់លុះព្រឹកឡើងទៅដល់ខ្លាដឹងថាបុរសក្បត់ពាក្យសន្យាក៏និយាយថាអញហាមថាកុំអោយប្រាប់គេឥឡូវឯងប្រាប់ប្រពន្ធឯងថ្ងៃនេះអញនឹងស៊ីឯងបុរសនោះភ័យណាស់ក៏អង្វរថាបងខ្លាអើយមុននឹងស្លាប់សូមឲ្យខ្ញុំទៅជួបលាប្រពន្ធសិនចុះខ្លាក៏អនុញ្ញាតតែឲ្យឆាប់ត្រឡប់មកវិញបុរសនោះក៏ទៅលាប្រពន្ធរួចហើយក៏ដើរត្រឡប់មកវិញទាំងទឹកភ្នែកដើម្បីឲ្យខ្លាស៊ីដល់ប៉ែកកណ្ដាលផ្លូវក៏ប្រទះនឹងសត្វទន្សាយសួរដឹងរឿងហើយក៏និយាយថាភ័យអ្វីទៅរកចេកមួយស្និតមកឲ្យបងនឹងជួយដោះស្រាយសុភាទន្សាយនាំបុរសទៅកន្លែងណាត់រួចឡើងទៅអង្គុយលើដំបូកខ្ពស់មួយចាំមើលខ្លាឯខ្លាចាំយូរពេកក៏ដើរតាមមករកបុរសទន្សាយពមចេកពេញមាត់ហើយស្រែកកំហរថាអេមស៊ីខ្លា5មិនស្កាមផ្ទៃអេមខ្លាឮសំឡេងធំក្រអួនស្មានថាជាยักษ์ក៏រត់ប្រះអាយុខ្លារត់ក៏ជួបស្វាប្រាប់ថានោះគ្រាន់តែជាសុភាទន្សាយទេកុំខ្លាចខ្លាមិនជឿស្វាក៏បបួលខ្លាទៅមើលម្ដងទៀតដោយចងកន្ទុយជាប់គ្នាដើម្បីឲ្យខ្លារត់ចោលតែដល់ជិតបំបោកទន្សាយស្រែកថាយើអាស្វាចំពាក់បំណុលអញយូរហើយដឹកអាខ្លាស្គមមួយមកឲ្យអញស៊ីឬខ្លាឮថាស្វាបោកទួនមកឲ្យគេស៊ីក៏ស្ទុះរត់ប្រផាប់ឆាប់ប្រភេងទាំងស្វាទាំងខ្លាទៅបុកគុនឈើស្លាប់ទៅ